ពេលកូនធំឡើងឲ្យគាត់រៀនតាមចំណង់ចំណូលចិត្តរបស់គាត់ឬក៏បងបង្ខំគាត់រៀនតាមចំណង់ចំណូលចិត្តរបស់បងអូសិតបង្ខំទៀតដាក់មើលទៅចង់ព្រឺសវល់ទេបងចាអញ្ចឹងបងមានរឿងប៉ិតនិយាយប្រាប់ហើយកូនបងនៅទូចទេប៉ុន្តែបងបានមើលថែក្មួយច្រើនចាអញ្ចឹងឥឡូវយើងនិយាយពីក្មួយទី1ចាស់ថ្ងៃមុនមិននិយាយគាត់ទៅរៀននៅក្រៅទៅអត់ហ្នឹងហើយចាក្មួយតែរៀននៅក្រៅហ្នឹងការគាត់ថ្នាក់ទី12ពុកបងប្រាប់គាត់កូនថាមុខជាឲ្យទៅដើម្បីឲ្យយើងស្រួលចូលមហាវិទ្យាល័យហើយគាត់សួរម៉ាក់ឯងចង់ឲ្យកូនរៀនអីកូនឯងរៀន Finance ទៅប៉ុន្តែកូនឯងចង់រៀនអីសួរគាត់ដែរណាគាត់ថាកូនចង់រៀនពេទ្យនិងទំនាក់ទំនងអន្តរជាតិអង្គថារៀនពេទ្យអីកូនឯងខ្សោយអញ្ចឹងធ្វើពេទ្យមិនកើតទេហើយតំណែងតំណអន្តរជាតិស្អីគ្រួសារយើងគ្មានអ្នកណាធ្វើការនៅខាងហ្នឹងទេអញ្ចឹងអាជីពការងារយើងបាក់កូនរៀន Finance ទៅពីព្រោះអីទោះបីក្រុមហ៊ុនអីក៏គេត្រូវការ Finance ដែរចាគាត់ស្ដាប់បងគាត់ក៏ដាក់ខាង Finance ហ្នឹងអញ្ចឹងថ្នាក់ទី12គាត់រៀនបានលេខ1ដូចបងបានប្រាប់ថ្ងៃមុនអញ្ចឹងគាត់ក៏បានប្រឡងចូលទៅមហាវិទ្យាល័យហើយក៏ចូលសាកលវិទ្យាល័យមួយនៅអាមេរិកហ្នឹងគាត់ក៏រៀន Finance មែនចាដល់ពេលចប់ឆ្នាំទី1គាត់រៀនបានលេខ1រហូតណាចាអញ្ចឹងគាត់ជាមនុស្សឲ្យគាត់ប្រឹងរៀនដូចបងប្រាប់អញ្ចឹងគាត់មិនសូវប្រកែតែគាត់ប្រឹងគាត់បានលេខ1ចាឆ្នាំទី1បងសួរកូនមិនដែររៀន Finance កូនចូលចិត្តអត់គាត់ថាម៉ាក់ម៉ាមីកូនមិនសូវចូលចិត្ត Finance ទេកូនដឹងថាម៉ាក់ហេតុអីចង់ឲ្យកូនរៀនហើយប៉ុន្តែកូនអត់ចូលចិត្តទេចុះកូនចូលចិត្តអីបងសួរគាត់វិញអញ្ចឹងណាកូនចង់រៀនពេទ្យកូនចង់រៀនពេទ្យហើយបងសួរអញ្ចឹងកូនឯងទៅរៀនកើតអត់បើកូនរៀនឆ្នាំទី1ហើយគាត់ថាអត់អីទេកូនសួរគ្រូហើយគ្រូថាអាចបដូរទៅពេទ្យឆ្នាំទី2ហ្មងបានអញ្ចឹងណាបងក៏គិតបងថាបើសិនជាបងឲ្យគាត់រៀនតាមបងគាត់មិនសូវចូលចិត្តអញ្ចឹងមកថាការងារក៏មិនសូវល្អដែរបងក៏អូខេមួយគាត់ហើយឲ្យគាត់ចូលរៀនពេទ្យឆ្នាំទី2ហើយក៏សប្បាយចិត្តមែនតើហើយគាត់ក៏ចូលរៀនពេទ្យគាត់ប្រឹងរៀនខ្លាំងព្រោះគាត់មីឆ្នាំទី1ហ៎ប៉ុន្តែគាត់នៅតែរៀនបានបន្ទុកលេខ1អញ្ចឹង10លើ10រហូតមុខវិជ្ជារបស់គាត់អញ្ចឹងអ្វីដែលសំខាន់គឺគាត់បានដឹងថាខ្លួនគាត់ឯងចង់បានអីហើយគាត់ fight for it អញ្ចឹងទៅហើយឧទាហរណ៍ទី2បងមានក្មួយម្នាក់ទៀតឲ្យរៀន Finance ដែរប៉ុន្តែដែលគាត់ក៏អត់ចូលចិត្តតែគាត់អត់ប្រាប់បងទេអញ្ចឹង2ឆ្នាំហើយគឺគាត់នៅឆ្នាំទី1 year 0ចា year ឆ្នាំទី1ឆ្នាំទី1រហូតព្រោះគាត់អត់ចូលចិត្តអញ្ចឹងគាត់អត់សូវទៅរៀនគាត់ធ្លាក់រហូតដល់ពេលឆ្នាំទី3បងសួរគាត់ថាក្មួយចង់ធ្វើអីក្មួយជាមនុស្សបកកែអីគាត់ថាខ្ញុំចូលចិត្តផ្នែក communication ហើយ digital marketing អញ្ចឹងបងក៏រើសសាលាមួយទៀតឲ្យគាត់ណែនាំគាត់ឥឡូវគាត់កំពុងតែរៀន digital marketing គាត់ចូលចិត្តគាត់ធ្វើទៅជាគេហៅថាជួយសាលានិងការងារសាលាជាច្រើនគាត់សប្បាយចិត្តមែនតើហើយមានមនុស្សម្នាក់ទៀតដែលជាសាច់ញាតិបងសាច់ថ្លៃដោយសារពុកម្ដាយគាត់ឃើញបងរៀនធ្វើការ finance ហើយមានការងារសមរម្យគាត់ក៏ឲ្យកូនគាត់រៀនបញ្ញាបត្រផ្នែកគណនេយ្យកូនគាត់រៀនចប់ដោយសារគាត់គិតថារៀនទៅអាចមានការងារសមរម្យដូចបងអញ្ចឹងចុងក្រោយគាត់រៀនចប់គាត់ថាម៉ាក់ឲ្យរៀនតាមបងញ៉ាប៉ុន្តែខ្ញុំអត់ចូលចិត្តឥឡូវខ្ញុំអត់ធ្វើទេខាងការងារ account ហ្នឹងអញ្ចឹងឃើញហ៎វាបាត់បង់ឱកាស4ឆ្នាំបាត់4ឆ្នាំសប្សេចក្តីមកក្នុងនាមយើងជាពុកម្ដាយយើងដឹងហើយថាខ្លួនយើងដឹងហើយមានបទពិសោធន៍ច្រើនជាងកូនប៉ុន្តែយើងក៏ត្រូវស្វែងយល់អំពីការចង់បានរបស់កូនយើងនឹងដែរចាអញ្ចឹងទោះបីជាកូនគាត់មានការចង់បានក៏ដោយយើងជាពុកម្ដាយក៏ត្រូវចូលរួមក្នុងការគិតគូរជាមួយគាត់ថាឡើបើសិនជាកូនរៀនអ្វីដែលកូនចង់តើកូនអាចមានអាជីពមួយដែលល្អថ្ងៃក្រោយអត់សូមសេចក្តីមកវិញយើងត្រូវស្ដាប់គ្នាទៅវិញទៅមកហើយក្នុងនាមជាពុកម្ដាយត្រូវស្ដាប់កូនក្នុងនាមជាកូនត្រូវដឹងថាខ្លួនឯងចង់បានអីត្រូវចេះ fight សម្រាប់អ្វីដែលខ្លួនចង់បានដើម្បីកុំឲ្យខកខានពេលវេលាចាអញ្ចឹងសាររបស់បងមានតែប៉ុណ្្នឹងឯងថ្ងៃនេះចាអរគុណអូនអរគុណបង